ត្រូវតបវិញយ៉ាងម៉េចដែរម៉ាក់កុំបន្ទោសខ្លួនឯងអីមនុស្សបែបហ្នឹងនរណាក៏មើលច្រឡំដែរគឺជាកំហុសរបស់ម៉ាក់គឺម៉ាក់តែងតែគិតថាសាច់ញាតិអាចទុកចិត្តបានជាងអ្នកក្រៅស្ទើរតែធ្វើឲ្យគ្រួសារទាំងមូលច្របូកច្របល់ទៅហើយឯងមើលសាច់ញាតិទាំងនោះទេមកសុទ្ធតែនិយាយថាឯងខុសបើឯងគ្មានភស្តុតាងទេមួយជីវិតនេះម៉ាក់ច្បាស់ជាបកស្រាយមិនច្បាស់ទេម៉ាក់ត្រូវចាំថាសាច់ញាតិមិនមែនថាមិនអាចជួយបានទេតែមិនមែនគ្រប់គ្នាសុទ្ធតែស័ក្តិសមយកមនោសញ្ចេតនាគ្រួសារធ្វើជាលេសនោះទេលីវឆាវចិនតាំងពីដំបូងគឺមកកេងចំណេញពីម៉ាក់ធ្វើល្អដាក់នាងគិតថាម៉ាក់ល្ងងមនុស្សបែបនេះឆាប់មើលធ្លុះឆាប់ល្អថ្ងៃក្រោយម៉ាក់លេងចិត្តទុនផ្ដេសផ្ដាស់ទៀតហើយគួរជួលអ្នកណាក៏ជួលអ្នកនឹងមិនអាចដោយសារតែខ្លាចប៉ះពាល់មនោសញ្ចេតនាចេះតែនាំអ្នកណាមកផ្ទះទៀតទេឲ្យតែម៉ាក់អាចគិតយល់គឺបានហើយមនោសញ្ចេតនារបស់បែបនេះត្រូវទុកសម្រាប់អ្នកដែលចេះគោរពច្បាប់ទម្លាប់អ្នកដែលមិនចេះគោរពច្បាប់ទម្លាប់ទោះម៉ាក់ឲ្យមនោសញ្ចេតនាច្រើនប៉ុណ្ណាក៏នាងគិតថាវាជារឿងដែលគួរតែបានដែរឯងនិយាយត្រូវពីមុនម៉ាក់តែងតែគិតថាហែកមុខគ្នាមិនល្អមើលទេតែមនុស្សខ្លះបើឯងមិនហែកមុខនាងទេនាងនឹងចេះតែជន់កែងរហូតម៉ាក់និយាយត្រូវចំណុចហើយលីវឆាវចិនខ្លាចគេហែកកេកបំផុតព្រោះមុខមាត់គាត់បានមកពីសាច់ញាតិទេបើម៉ាក់យកភស្តុតាងដាក់លើតុគាត់ច្បាស់ជាកាំងមិនខានវ៉ាន់ឈីងកូនថាថ្ងៃក្រោយគាត់នឹងមករករឿងទៀតទេរកមិនបានទេភស្តុតាងនៅទីនេះខាងស្រុកកំណើតក៏ដឹងការពិតដែរបើគាត់មករករឿងទៀតគឺរកស៊ុយខ្លួនឯងហើយតែគាត់ច្បាស់ជាមិនអស់ចិត្តទេគាត់ជាមនុស្សដែលបានស៊ីហើយចង់ស៊ីទៀតចុះគិតយ៉ាងម៉េចទ្វារបិទហើយគាត់ចូលមិនរួចទេបើគាត់ហ៊ានមកទៀតម៉ាក់ឲ្យសន្តិសុខខាត់គាត់មិនខ្លាចខ្មាស់គេម៉ាក់ខ្លាចអីម៉ាក់ថ្ងៃក្រោយយាយអាក្រក់នោះមិនមកទៀតទេមែនទេមិនមកទៀតទេម៉ាក់សន្យាមកម៉ាក់សន្យាអញ្ចឹងល្អហើយលើកមុនគាត់ប៉ះខ្សែកូនមិនចូលចិត្តគាត់ទេដៃគាត់ត្រជាក់ណាស់ថ្ងៃក្រោយគ្មានអ្នកណាអាចប៉ះរបស់កូនផ្ដេសផ្ដាស់ទៀតទេប៉ាក៏ត្រូវជួយមើលកូនដែរប៉ាជួយមើលបើអ្នកណាហ៊ានប៉ះរបស់កូនប៉ាមិនព្រមជាដាច់ខាតលើកនេះខ្ញុំបិទទ្វារជិតឈឹងហើយដកមនុស្សដែលតោងទាមចេញអស់ហើយអ្នកដែលចង់ឡើងមកគឺនៅក្រៅទ្វារទាំងអស់លើកនេះបងត្រូវតែការពារគ្រួសារនេះឲ្យបានមិនឲ្យអ្នកណាមកបំផ្លាញទេគួរឲ្យធុញណាស់លុបចោលទៅទុកគ្រប់នឹងធ្វើអីក៏មិនមែនជាគ្រប់សំខាន់អីដែរធម្មតាក៏គ្មានអ្នកណានិយាយការងារក្នុងនឹងដែរឥឡូវល្អហើយអ្នកណាគួរចេញក៏ចេញទៅអញ្ចឹងកុំមើលអីមនុស្សពួកនោះមិនសមឲ្យអូនខាតពេល1នាទីទេបងថាលីវឆាវចិនឥឡូវនៅស្រុកកំណើតយ៉ាងម៉េចហើយអូននៅតែគិតពីគាត់ទៀតមិនមែនគិតពីគាត់ទេគ្រាន់តែមនុស្សខ្លះបើយើងល្អដាក់គេមិនដឹងគុណទេដូច្នេះចិត្តល្អត្រូវមានថ្មិញអត់ធ្មត់ត្រូវមានព្រំដែនពីមុនអូនចិត្តទន់ពេកតែមនុស្សដូចលីវឆាវចិនអូនថយមួយជំហានគាត់នឹងរលមួយជំហានអូនមិនមែនកំពុងជួយគាត់ទេគឺកំពុងបំពេញភាពលោភលន់របស់គាត់ពីមុនតែងតែគិតថាហែកកេកគ្នាវាខ្មាស់គេឥឡូវទើបដឹងថាការហែកកេកពិតប្រាកដគឺដឹងច្បាស់ថាគេគ្មានសិលធម៌ហើយនៅយកការអត់ធ្មត់ធ្វើជាមុខមាត់ទៀតល្អណាស់គ្រូសាត្រឡប់មកសភាពដើមវិញហើយគ្មានរឿងងញ៉ៃទៀតទេអ្វីកំពុងតែល្អប្រសើរឡើងគេងទៅថ្ងៃស្អែកត្រូវទៅធ្វើការទៀតឯងថានរណាអ្នកណាមានគំនិតអាក្រក់ខ្ញុំថាម្នាក់នឹងហើយម៉េចខ្លាចខ្លួនឯងមែនដើរឲ្យស្រួលណាលើកក្រោយមកទៀតមែនហើយអំបិលមួយកញ្ចប់ដែលឯងទិញនឹង2រៀលកន្លះឯងឲ្យ3រៀលមិនទាន់អាប់លុយឲ្យឯងផងកូនប្រុសម៉ែមកវិញហើយចេញទៅធ្វើឲ្យគេខ្មាស់ទៀតហើយម៉ែគ្រាន់តែទៅទិញអំបិលមួយកញ្ចប់តើម៉ែឯងទិញអំបិលដល់តូបលក់អីវ៉ាន់ទុកឲ្យថៅកែស្រីនិយាយស្ដីឲ្យនៅមុខអ្នកភូមិទាំងអស់ម៉ែឯងដឹងទេអំបញ្ញមិញមានមនុស្សប៉ុន្មានអ្នកទេមកសើចចំអោយខ្ញុំកូនប្រុសតាចាំងទេមកហាប់មាត់ឡើងនិយាយមួយម៉ាត់ថាម៉ែឯងទៅតូបលក់អីវ៉ាន់ធ្វើឲ្យគេខ្មាស់ទៀតហើយម៉ែឯងគិតមើលថាមុខខ្ញុំយកទៅទុកឯណានោះមិនមែនម៉ែឯងស្អីមិនមែនម៉ែឯងលួចឬក៏ចង់និយាយថាមិនមែនម៉ែឯងដោះខ្សែកម៉ែតើម៉ែឯងចង់រករឿងដល់ពេលណាទៀតគ្រួសារយើងមានមុខមាត់តែបន្តិចបន្តួចត្រូវម៉ែឯងធ្វើឲ្យខ្មាស់គេអស់ហើយតែចង់ម៉ែជាម៉ែឯងនិយាយជាមួយម៉ែបែបនេះហ៎ខ្ញុំដោយសារតែម៉ែឯងជាម៉ែខ្ញុំទើបខ្ញុំទ្រាំដល់ពេលនេះបើមិនមែនម៉ែឯងរពើដៃចូលរួមពិធីជាយីសងគេ 15000 បើមិនមែនម៉ែឯងមិនអស់ចិត្តដើរនិយាយផ្ដេសផ្ដាស់ឥឡូវជាយីក្នុងភូមិឃើញខ្ញុំយកតែរឿងនេះមកសើចចំអកខ្ញុំចេញក្រៅងើបមុខមិនរួចទេ